អញ្ចឹងក៏ចាត់ទុកថាជួយបងទៅចុះណាបងពិតជាមិនសល់អ្នកណាទៀតហើយក្រៅពីកុងកែវសំឡេងរបស់គាត់ខ្សោយទៅមិនដឹងថាព្រោះឈឺឬព្រោះតែភាពឯកោនោះទេកុងកែវកិច្ចក្រសែភ្នែកទឹកភ្នែកចាប់ផ្ដើមស្រក់ចុះដោយទប់មិនជាប់គាត់អាចមិនមែនជាមនុស្សល្អប៉ុន្មានទេតែគាត់ក៏មិនធ្លាប់សុំទាមទារអ្វីជាមួយអ្នកណាបែបនេះពីមុនមកឡើយបងមិនដឹងថានឹងនៅពេលប៉ុន្មានថ្ងៃទៀតនោះទេសំឡេងរបស់បងធីបើខ្សោយដែមខាងទៀតរបស់គាត់លើកឡើងមកប៉ះធ្នំលើថ្ពាល់របស់នាងកុងកែវបិទភ្នែកចុះទឹកភ្នែកមួយដំណក់ស្រក់ចុះមកលើចុងម្រាមដៃរបស់គាត់ហើយនាងក៏មិនបានទាញដៃរបស់គាត់ចេញមិនបានក្រោកកិច្ចមិនបាននិយាយពាក្យថាទេមានត្រឹមតែសំឡេងទឹកភ្លៀងដែលកំពុងនៅធ្លាក់មិនព្រមឈប់ជាមួយសំឡេងដកដង្ហើមរបស់អ្នកទាំងពីរដែលចាប់ផ្ដើមលាយបញ្ចូលគ្នាខ្យល់ដង្ហើមរបស់គាត់ដែលបញ្ចេញមកស្រាលប៉ះនឹងត្រចៀករបស់កុងកែវធ្វើឲ្យនាងព្រឺសម្បុរអារម្មណ៍ពេញទាំងខ្លួនអារម្មណ៍រលាវនិងស្រាវស្រាបក៏ចាប់ផ្ដើមកើតឡើងភ្លាមដោយអារម្មណ៍អាណិតដែលមានចំពោះបងថ្លៃដែលឈឺនៅលើគ្រែកុងកែវក៏សម្រេចធ្វើគ្រប់យ៉ាងដោយចាប់ផ្ដើមពីខ្លួននាងផ្ទាល់រួចនាងក៏លើកដៃមកប្រលេះលេវអាវរបស់ខ្លួនឯងចេញម្ដងមួយយ៉ាងសន្សឹមខណៈពេលនោះបងថ្លៃដែលដេកក្បាលនៅលើខ្នើយត្រួតគ្នាក៏បើកភ្នែកធំដោយអារម្មណ៍រំភើបញាប់ញ័រនៅពេលដែលបានឃើញនំប៉ាវដ៏មូលខ្លោងទាំងគូរបស់នាងដែលមានក្បាលក្រហមព្រឿងមិនបង្អង់យូរទៀតឡើយកុងកែវក៏ចាប់ផ្ដើមសកម្មភាពរបស់នាងដោយក្រឡែងដងខ្លួនដ៏ស្រលូនរបស់នាងយកចុះយកឡើងយឺតធ្នមរហូតដល់ខ្លាំងឡើងដើម្បីឲ្យបងថ្លៃអាចទទួលបាននូវសេចក្តីស្រណុកសុខស្រួលនៅក្នុងរាត្រីដែលមិនមានអ្នកណាបានដឹងមុននឹងចាប់ផ្ដើមសាច់រឿងសូមការគាំទ្រពីប្រិយមិត្តមេត្តាជួយចុចSubscribe និងចុច Like វីដេអូជាការផ្ដល់កម្លាំងចិត្តសម័យនិទានសូមជូនរឿងលួចសាហាយនិងប្អូនស្រីរបស់ប្រពន្ធផ្ទះឈើចាស់ពីអតីតកាលសំឡេងរៃនាពេលរសៀលរួមផ្សំជាមួយខ្យល់បក់ត្រសៀកដែលបក់ឆ្លងកាត់ចំការកៅស៊ូធីណាដែលអង្គុយហាន់បន្លែនៅមុខផ្ទះឈើមួយជាន់កែវភ្នែកសម្លឹងមើលទៅផ្ទៃមេឃដែលកំពុងចាប់ផ្ដើមស្រទុំហាក់ដូចជាចង់ប្រាប់ថាភ្លៀងនឹងធ្លាក់មកដល់ក្នុងពេលឆាប់ខាងមុខកុងកែវដល់ណាហើយកូនសំឡេងរបស់ម៉ែពីចម្ងាយចេញពីក្រោយផ្ទះបាយនាងក្រមុំវ័យ20ឆ្នាំស្ដាងលើកដៃជូតញើសហើយឆ្លើយត្រឡប់ថានៅបន្តិចទៀតម៉ែបន្តប្រាប់ថារួចហើយក៏ទៅមើលបងធៀបបន្តផងកុងកែវជាប្អូនស្រីម្ដាយទីតេគ្នារបស់ធីណានាងជាក្មេងកំព្រាតាំងពីនៅតូចធំឡើងជាមួយភាពស្ងៀមស្ងាត់របស់ពិភពលោកដែលមិនធ្លាប់ស្វាគមន៍នាងប៉ុន្មាននោះទេប៉ុន្តែនៅពេលដែលធីណាមានគ្រួសារកែវក៏ត្រូវនាំមកនៅជាមួយនៅទីនេះក្នុងឋានៈជាប្អូនថ្លៃស្រីបងធីបមិនមែនជាមនុស្សចិត្តល្អប៉ុន្មានទេនរណាក៏ដឹងដែរគាត់កំណាញ់ស្វិតជាសន្តានប្រមូលសំបីតែម្ទេស2គ្រាប់និងទឹកត្រីដែលច្រកក្នុងថង់តូចពីហាងគុយទាវគេហ្វ្រីឲ្យមកហើយគាត់ក៏មិនចូលចិត្តឲ្យអ្នកណាមកស្នាក់នៅហ្វ្រីនោះដែរតែថ្ងៃមួយបងធីបក៏ធ្លាក់ខ្លួនឈឺគាត់ដើរមិនបានទៅទៀតហើយត្រូវដេកនៅក្នុងតែបន្ទប់ធីណាដែលជាភរិយាចាប់ផ្ដើមធ្វើការនៅក្រៅផ្ទះដើម្បីប្រខំចំណាយចាយវាយគ្រប់កាក់គ្រប់សេនកុងកែវទើបត្រូវទទួលនីតិមើលថែបងថ្លៃជំនួសធីណាដោយជៀសវាងមិនបានការងូតទឹកឲ្យបរោះវ័យកណ្ដាលដែលសែនសោះអង្គើយការបញ្ចុកបាយបញ្ចុកថ្នាំដោយអត់ធ្មត់ការបោកសម្លៀកបំពាក់ជូតផ្ទះនឹងនៅស្ងៀមស្ងាត់ដើម្បីកុំឲ្យរំខានចិត្តគាត់ពីថ្ងៃคล้ายទៅជាសប្តាហ៍2សប្តាហ៍ក៏คล้ายទៅជាប្រចាំខែបងធីបចាប់ផ្ដើមសម្លឹងកុងកែវមិនដូចដើមទៀតហើយកុងកែវគាត់បញ្ចេញសម្លេងស្រែកហើយចូលមកនេះបន្តិចហើយវាជាចំណុចចាប់ផ្ដើមរបស់អ្វីម្យ៉ាងដែលមិនមាននរណាម្នាក់នៅក្នុងផ្ទះនេះបានត្រៀមចិត្តទុកជាមុននោះឡើយរសៀលថ្ងៃមួយផ្ទៃមេឃងឹតស្លុបកុងកែវនាងដើរយួរធុងទឹកក្តៅវណ្ហោណចូលមកក្នុងបន្ទប់បងធីបដេកស្ងៀមនៅលើក្រែបអៀងខ្លួនបែរទៅរកជញ្ជាំងមិនមានសម្លេងឆ្លើយទទួលដូចរាល់ដងនោះទេបងធីបដល់ពេលជូតខ្លួនហើយចានាងតាក់ធុងទឹកនៅក្បែរក្រែចាប់យកកន្សែងពុះគុំមកជ្រលក់ទឹកហើយពូតទឹកចេញបន្តិចមុននឹងលុតជង្គង់នៅក្បែរក្រែយ៉ាងជំនាញមិនចាំបាច់មកប៉ះពាល់ខ្លួនខ្ញុំច្រើនពេកក៏បានហើយសម្លេងរអ៊ូតិចចេញពីបំពង់របស់គាត់ប៉ុន្តែមិនមានកម្លាំងគ្រប់គ្រាន់ដែលអាចដេញបានកុងកែវមិននាងគ្រាន់តែញឹមតិចដោយយកចិត្តដៃដ៏តូចរបស់នាងចាប់ដើមជូតចេញពីដើមដៃរំកិលចុះមកដល់ត្រង់ចំណុចម្រាមដៃហើយទើបចាប់យកខោអាវដែលបោករួចស្អាតមកផ្លាស់ឲ្យគាត់ដោយភាពស៊ាំទៅហើយដៃកក់ក្ដៅដែរតាណាគាត់ថាតិចនៅពេលដែលកូនកែវជូតមុខឲ្យកូនកែវស្ទាក់ស្ទើរបន្តិចតែក៏មិនបាននិយាយអ្វីនាងព្យាយាមញឹមហើយជូតមុខបន្តពីមុនខ្ញុំមិនធ្លាប់គិតទេថានឹងមានអ្នកណាមកឈរនៅត្រង់នេះបែបនេះនោះទេកូនកែវពេញចិត្តចាស់មិនបាច់គិតច្រើននោះទេសម្លេងរបស់នាងទន់ភ្លន់និងពោពេញទៅដោយភាពស្មោះត្រង់បងធីបនាងមុខកិច្ចចេញមានអារម្មណ៍ខុសក្នុងចិត្តតិចដែលធ្លាប់លេងសើចជាមួយនាងធ្លាប់គៀបសង្កត់នាងធ្លាប់រករឿងក្មេងម្នាក់នេះតាំងតែពីនាងឈានជើងចូលមកក្នុងផ្ទះមួយនេះ
ហើយថ្ងៃនោះជាថ្ងៃដំបូងដែលគាត់បានចាប់ដៃរបស់នាងយ៉ាងណែនមុនពេលដែលនាងនឹងក្រោកឡើងឈរនៅឲ្យបានជាគ្នាសិនបន្តិចបានទេសំឡេងរបស់គាត់ខ្សោយតិចតិចប៉ុន្តែច្បាស់លាស់ដែលល្មមនឹងអាចបញ្ឈប់បេះដូងរបស់ស្រីក្រមុំឲ្យលោតខុសចង្វាក់កងកែវងាកមើលបងថ្លៃក្នុងពន្លឺស្រមោលឆ្លងចូលតាមបង្អួចកែវភ្នែកទាំងគូនោះដែលធ្លាប់រឹងឥឡូវនេះមានតែភាពទន់ខ្សោយនិងភាពឯកោប៉ុណ្ណោះនាងងក់ក្បាលតិចតិចចាស់នៅក៏បានដែរចាស់ប៉ុន្តែក្នុងចិត្តរបស់នាងចាប់ផ្ដើមញាប់ញ័រព្រោះមិនប្រកាសចិត្តទៅទៀតហើយថាការមើលថែដែលនាងគិតថាធ្វើដោយចិត្តបរិសុទ្ធវានឹងនៅបរិសុទ្ធបានយូរប៉ុណ្ណាទៀតទេប្រលប់ថ្ងៃនោះភ្លៀងធ្លាក់ខ្លាំងទឹកហូរធ្លាក់ពីដំបូលផ្ទះរសូប៉ពេជ្រធីណានៅមិនទាន់ត្រឡប់មកពីរោងចក្រនោះទេកង្កែវក៏ត្រូវធ្វើការគ្រប់យ៉ាងនៅក្នុងផ្ទះតែម្នាក់ឯងនាងដើរចូលទៅបន្ទប់របស់បងធីបំដងទៀតបន្ទាប់ពីរៀបចំធ្វើម្ហូបរួចរាល់គាត់ដេកនៅលើគ្រែដូចដើមតែចម្លែកដែលថ្ងៃនេះបើកភ្លើងទុកក្នុងបន្ទប់ចោលមិនបានបិទជិតឈឹងដូចរាល់ថ្ងៃនោះទេថ្ងៃនេះបងបើកភ្លើងទុកចោលមែនទេនាងហាមាត់និយាយតិចតិចខណៈដែលលើកថាស្បាយចូលមកក៏ប្លែកដែរទេចុះគាត់ញឹមខ្ជិបនៅម្នាក់ឯងវាស្ងប់ស្ងាត់ខ្លាំងណាស់កងកែវនាងដាក់ថាស្នៅលើតូចមួយនៅក្បែរគ្រែហើយជួយគ្រាគាត់ឡើងអង្គុយនាងមិនដឹងថាព្រោះអ្វីនោះទេតែថ្ងៃនេះគឺគាត់ប៉ះពាល់ខ្លួនរបស់នាងយូរជាងរាល់លើកមិនមែនគ្រាន់តែគ្រាឡើងនោះទេតែដូចជាចង់ចាប់អ្វីម្យ៉ាងនៅក្នុងរង្វង់ដៃកង្កែវថ្ងៃនេះពាក់អាវក្លិនដូចថ្ងៃមុនណាស់គាត់និយាយខណៈអន់មកចុះបន្តិចទៅលើស្មារបស់នាងកង្កែវនៅស្ងៀមមួយសន្ទុះបេះដូងលោតញាប់ញ័របែបគ្មានចង្វាក់អាវមួយនេះជាអាវគេងរបស់នាងដែលប្រើមកជាច្រើនឆ្នាំហើយវាមានតែក្លិនសាប៊ូម្សៅដែលបោកធម្មតាប៉ុណ្ណោះតែពាក្យសម្ដីរបស់បងធីបធ្វើឲ្យនាងមានអារម្មណ៍ដូចកំពុងមើលផ្សេងទៅពីភាពដើមបងចាំក្លិនបានដែរមែនទេនាងសួរដោយសំឡេងខ្សោយតិចតិចមុនពេលបងឈឺណាស់ដែលបងធ្លាប់ដើរឆ្លងកាត់បន្ទប់ទឹកក្នុងពេលដែលនាងកំពុងកក់សក់នៅក្នុងឈុតនេះល្មមនាងអន់មកចុះមិនដឹងថាគួរញឹមគឺគូថយល្អជាងបន្ទាប់ពីពេលនោះត្រូវបានបញ្ចប់នាងកំពុងក្រោកត្រឡប់ទៅលាងថាសតែគាត់បែរជាស្រវាចាប់ដៃរបស់នាងទុកយ៉ាងណែនកង្កែវសំឡេងភ្លៀងនៅខាងក្រៅបន្ទប់នៅធ្លាក់មិនទាន់ឈប់ភ្លើងក្នុងបន្ទប់ក៏ភ្លឺច្បាស់រហូតឃើញស្រមោលរបស់អ្នកទាំងពីរតាក់ថាស្នៅលើតូសិនចុះយប់នេះមិនចាំបាច់ប្រញាប់ទៅណាទេសំឡេងគាត់ស្រាលចុះហាក់បីដូចជាកំពុងខ្លាចចិត្តខ្លួនឯងនឹងផ្លឹកទៅច្រើនជាងនេះតែកម្លាំងចាប់ដៃរបស់គាត់នោះបែរជាណែនខ្លាំងឡើងជារឿយកង្កែវមិនតែក៏មិនបានទាញដៃចេញចិត្តនាងច្របូកច្របល់ដោយភ្លៀងដែលកំពុងធ្លាក់មិនឈប់នេះនឹងបក់នាំយកអារម្មណ៍ម្យ៉ាងចូលមកដោយមិនទាន់បានត្រៀមខ្លួនយប់នោះភ្លៀងនៅធ្លាក់មិនព្រមឈប់សំឡេងទឹកប៉ះនឹងដំបូលឬល្មមនឹងបិទបាំងបេះដូងរបស់នាងដែលកំពុងលោតញាប់ញ័រនៅក្នុងទ្រូងរបស់កង្កែវនាងអង្គុយនៅក្បែរគ្រែដៃនៅត្រូវបងថ្លៃក្តាប់ទុកយ៉ាងណែនមិនមានពាក្យសម្ដីណាចេញពីមាត់របស់គាត់ទៀតនោះទេប៉ុន្តែកម្លាំងច្របាច់ដៃវាបាននិយាយជំនួសគ្រប់យ៉ាងទៅហើយប្រសិនបើបងធីណាមកឃើញនាងការនិយាយដោយសំឡេងស្រាលហើយបែរជាខ្លាចថាក្នុងការបណ្ដោះអ្វីមួយដែលស្ថិតក្នុងភាពស្ងប់ស្ងាត់កុំឲ្យនាងឃើញទៅបានហើយចម្លើយរបស់បងធីបធ្វើឲ្យនាងភាំងហើយស្ទាក់ស្ទើរបន្តិចកែវភ្នែកមួយគូនោះដែលធ្លាប់តែរឹងថ្ងៃនេះបែរជាពោពេញទៅដោយការអង្រកបែបជាបុរសម្នាក់ដែលមិនមែនជាបងថ្លៃដែលឈឺនោះទេតែជាបុរសដែលប៉ងប្រាថ្នាអ្វីម្យ៉ាងនៅក្នុងរាងកាយរបស់នាងកង្កែវមិនចង់ធ្វើខុសទេណាចានាងនិយាយបណ្ដាលព្រមជាមួយបែរមុខកិច្ចក្រសែភ្នែកដែលចាប់ផ្ដើមនឹងធ្វើឲ្យបេះដូងរបស់នាងទន់ខ្សោយគ្រប់ខណៈអញ្ចឹងក៏ចាត់ទុកថាជួយបងទៅចុះណាបងពិតជាមិនសល់អ្នកណាទៀតហើយក្រៅពីកង្កែវសំឡេងរបស់គៀតខ្សោយទៅមិនដឹងថាព្រោះឈឺឬព្រោះតែភាពឯកោនោះទេកង្កែវកិច្ចក្រសែភ្នែកទឹកភ្នែកចាប់ផ្ដើមស្រក់ចុះដោយទុកមិនជាប់គាត់អាចមិនមែនជាមនុស្សល្អប៉ុន្មានទេតែគាត់ក៏មិនធ្លាប់សុំទាមទារអ្វីជាមួយអ្នកណាបែបនេះពីមុនមកឡើយបងមិនដឹងថានឹងនៅពេលប៉ុន្មានថ្ងៃទៀតនោះទេសំឡេងរបស់បងធីបឬខ្សៅដែលខាងទៀតរបស់គាត់លើកឡើងមកប៉ះធ្នមលើថ្ពាល់របស់នាងកង្កែវបិទភ្នែកចុះភ្នែកមួយដំណក់ស្រក់ចុះមកលើចុងម្រាមដៃរបស់គាត់ហើយនាងក៏មិនបានទាញដៃរបស់គាត់ចេញមិនបានក្រោកកិច្ចមិនបាននិយាយពាក្យថាទេមានត្រឹមតែសំឡេងទឹកភ្លៀងដែលកំពុងនៅធ្លាក់មិនព្រមឈប់ជាមួយសំឡេងដកដង្ហើមរបស់អ្នកទាំងពីរដែលចាប់ផ្ដើមលាយបញ្ចូលគ្នាខ្យល់ដង្ហើមរបស់គាត់ដែលបញ្ចេញមកស្រាលប៉ះនឹងត្រចៀករបស់កង្កែវធ្វើឲ្យនាងព្រឺសម្បុរប្ររំពេញទាំងខ្លួនអារម្មណ៍រលានិងស្រាវស្រាបក៏ចាប់ផ្ដើមកើតឡើងភ្លាមដោយអារម្មណ៍អាណិតដែលមានចំពោះបងថ្លៃដែលឈឺនៅលើគ្រែកង្កែវក៏សម្រេចធ្វើគ្រប់យ៉ាងដោយចាប់ផ្ដើមពីខ្លួននាងផ្ទាល់រួចនាងក៏លើកដៃមកប្រលេះលេវអាវរបស់ខ្លួនឯងចេញម្ដងមួយយ៉ាងសន្សឹមខណៈពេលនោះបងថ្លៃដែលដេកក្បាលនៅលើខ្នើយត្រួតគ្នាក៏បើកភ្នែកធំដោយអារម្មណ៍រំភើបញាប់ញ័រនៅពេលដែលបានឃើញនំប៉ាវដ៏មូលខ្លោងទាំងគូរបស់នាងដែលមានក្បាលក្រហមព្រឿងមិនបង្អង់យូរទៀតឡើយកង្កែវក៏ចាប់ផ្ដើមសកម្មភាពរបស់នាងដោយក្រឡែងដងខ្លួនដ៏ស្រឡូនរបស់នាងយកចុះយកឡើង
យឺតធ្នមរហូតដល់ខ្លាំងឡើងដើម្បីឲ្យបងថ្លៃអាចទទួលបាននូវសេចក្តីស្រណុកសុខស្រួលនៅក្នុងរាត្រីដែលមិនមានអ្នកណាបានដឹងព្រឹកថ្ងៃបន្ទាប់មកផ្ទៃមេឃនៅងឹតស្លុបហាក់បីដូចជាភ្លៀងអាចនឹងធ្លាក់មកបន្តបានគ្រប់ពេលកុងកែវភ្ញាក់តាំងពីមេឃមិនទាន់ភ្លឺច្បាស់ក្រោកឡើងពីកន្ទេលដែលនៅក្បែរគ្រែរបស់បងថ្លៃបងធានទឹកមុខទន់ភ្លន់ជាងរាល់ថ្ងៃដូចមិនមែនជាបុរសពីមុនដែលធ្លាប់ឆាប់ខឹងនឹងកាច់ទៀតផងដៃរបស់គាត់នៅដាក់ក្បែរគ្រែត្រង់ចំណុចដែលធ្លាប់ដាប់ដៃរបស់នាងពេញមួយយប់នាងក្រោកទៅយ៉ាងស្ងៀមស្ងាត់បេះដូងនៅស្ថិតក្នុងភាពច្របូកច្របល់រួមផ្សំនឹងភាពភ័យខ្លាចមិនមែនខ្លាចគាត់នោះទេប៉ុន្តែខ្លាចចិត្តរបស់ខ្លួនឯងនៅវេលាម៉ោងប្រហែល 8-9 ព្រឹកធីណាត្រឡប់មកផ្ទះលឿនជាងធម្មតានាងដើរចូលក្នុងបន្ទប់ព្រមជាមួយប្រអប់បាយដែលទិញពីផ្សារមកពេលឃើញប្អូនស្រីអង្គុយបោកខោអាវនៅមុខបន្ទប់ក៏ញឹមដាក់យ៉ាងទន់ភ្លន់ពីយប់មិញភ្លៀងធ្លាក់ខ្លាំងដល់ហើយណាកុំកែវមើលថែបងធីបតើហត់នឿយទេកុំកែវភ្ញាក់ព្រឺតភាំងមួយសន្ទុះមុននោះបង្ខំចិត្តញឹមអត់ទេចាស់បងធីបគាត់ដេកតាំងពីប្រឡប់មិនបានស្រែកទាមទារអ្វីនោះទេល្អហើយអញ្ចឹងធ្លាប់ឬគាត់រអ៊ូថាទុករយពេញទាំងខ្នងចាំបងជួយធ្វើសរសៃឲ្យគាត់បន្តិចកុងកែវក៏ងក់ក្បាលប៉ុន្តែទឹកមុខរបស់នាងផ្លាស់ប្ដូរទៅបន្តិចមិនមែនជាភាពប្រច័ណ្ឌនោះទេដែលជាអារម្មណ៍ដឹងខុសដែលជ្រែកចូលមកដោយមិនដឹងខ្លួនយប់នោះបន្ទាប់ពីធីណាចូលដេកកុងកែវនៅអង្គុយក្បែរគ្រែរបស់បងធីបដូចរាល់ដងតែយប់នេះគាត់ស្ងៀមស្ងាត់មិននិយាយអ្វីដូចយប់មុនទេគាត់គ្រាន់តែអង្គុយផ្អែកខ្នើយសម្លឹងមើលមុខនាងក្នុងភាពងឹតនាងគិតថាវាខុសដែរទេគាត់សួរឡើងនៅអ្វីដែលបានកើតឡើងពីយប់មិញនាងក្តាប់មាត់យ៉ាងណែនមិនហ៊ានសម្លឹងភ្នែកដោយវាមិនគួរកើតឡើងនោះទេចាស់នាងនិយាយខ្សោយតិចតែវាក៏បានកើតឡើងទៅហើយគាត់និយាយចប់ក៏ស្រវាចាប់ដៃរបស់នាងមកក្តាប់យ៉ាងណែនម្ដងទៀតអញ្ចឹងយប់នេះក៏គុំធ្វើដូចជាមិនធ្លាប់កើតឡើងអីណាគង់កែវសំឡេងរបស់គាត់មិនមែនជាបញ្ជាមិនមែនជាការអង្វរកតែជាពាក្យសារភាពរបស់អ្នកដែលដឹងថាកំពុងប្រព្រឹត្តខុសតែក៏ជ្រើសរើសនៅតែធ្វើវាបន្តហើយនាងក៏នៅតែមិនបានទាញដៃត្រឡប់ដូចយប់មុនដែរជាច្រើនថ្ងៃកន្លងផុតទៅភាពស្និទ្ធស្នាលរវាងកុងកែវជាមួយបងថ្លៃសន្សឹមคล้ายទៅជាទម្លាប់កុងកែវងូតទឹកឲ្យគាត់រាល់ថ្ងៃបញ្ចុកបាយជូតខ្លួនផ្លាស់សម្លៀកបំពាក់យប់ណាដែលភ្លៀងធ្លាក់នាងក៏ក្រាលកន្ទេលដេកនៅក្បែរគ្រែវាដូចជាតួនាទីប៉ុន្តែក្នុងចិត្តរបស់នាងដឹងថានាងកំពុងដើរលើខ្សែស្ដាងដែលអន្តរាយលើសពីការដែលចង់ងាកត្រឡប់មកក្រោយវិញបានព្រឹកថ្ងៃមួយធីណាភ្ញាក់មកឃើញកន្ទេលដែលកុងកែវក្រាលដេកនៅក្បែរគ្រែរបស់បងធីបនាងដើរមកប៉ះធ្នមហើយងើបមើលមុខប្អូនស្រីជាមួយស្វាមីដែលកំពុងដេកលក់ក្នុងបន្ទប់មួយរំពេចក្នុងកែវភ្នែករបស់នាងហាក់បីដូចជាមានអ្វីម្យ៉ាងកើតឡើងតែនាងក៏មិនបាននិយាយអ្វីនោះដែលគង់កែវដេកត្រង់នេះមែនទេនាងសួរឡើងនៅក្នុងព្រឹកថ្ងៃនោះខណៈដែលដួសសម្ដាក់ចានចាបងធីបគាត់គ្រុនក្តៅនៅពេលអាធ្រាត្រទើបខ្ញុំមកដេកចាំនៅក្បែរធីណាគ្រាន់តែញក់ក្បាលមិនបាននិយាយអ្វីបន្តនោះទេតែកែវភ្នែកចាប់ផ្ដើមផ្លាស់ប្ដូរទៅយប់នោះគង់កែវលប់ក្រោកឡើងមករៀបចំថ្នាំឲ្យបងធីបនៅម៉ោង 7:12 អាធ្រាត្រនាងយកកន្សែងជ្រលក់ទឹកក្តៅវណ្ហជូតខ្លួនឲ្យគាត់យ៉ាងថ្នមបងធីបចាប់ដៃរបស់នាងជាប់សម្លឹងនាងដោយកែវភ្នែកខុសពីមុននាងធ្លាប់គិតទេថាប្រសិនបើមិនមានធីណានៅក្នុងផ្ទះនេះហើយវានឹងទៅជាយ៉ាងណាសំណួរនោះធ្វើឲ្យបេះដូងរបស់កូនកែវឈប់លោតមួយសន្ទុះនាងមើលមុខរបស់គាត់ដោយពេញភ្នែកជាលើកដំបូងក្នុងគម្រប់ជាច្រើនថ្ងៃមកនេះកុំនិយាយបែបនេះណាចាស់វាមិនត្រឹមត្រូវនោះទេតែបងធីបគាត់និយាយតិចខ្ញុំចង់នៅជាមួយនាងមិនមែនព្រោះតែនាងមើលថែខ្ញុំនោះទេប៉ុន្តែព្រោះតែនាងបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំនៅមានតម្លៃដៃរបស់គាត់រំកិលឡើងមកប៉ះថ្ពាល់របស់នាងធ្នមទន់ភ្លន់ហើយក្នុងខណៈនោះឯងសំឡេងទ្វារបន្ទប់ក៏បើកចេញធ្នមរាងកាយរបស់ធីណាឈរនៅកន្លែងមុខទ្វារកែវភ្នែកមួយគូនោះបើកធំបោមាត់ញ័រក៏ខឹកគង់កែវងាកទៅមើលបងស្រីទឹកមុខផ្លាស់ប្ដូរភ្លាមកុងកែវនាំគ្នាធ្វើអីភាពស្ងប់ស្ងាត់រវាងអ្នកទាំង3នៅក្នុងបន្ទប់តូចនោះវាជាងព្យុះភ្លៀងដែលកំពុងបក់បោកនៅខាងក្រៅទៅទៀតបន្ទាប់ពីយប់នោះគ្រប់យ៉ាងក្នុងផ្ទះស្ងប់ស្ងាត់ខុសពីធម្មតាធីណាមិននិយាយអ្វីមិនសួរបញ្ជាបញ្ចោមិនយំនាងគ្រាន់តែភ្ញាក់ពីព្រលឹមធ្វើម្ហូបស្ងៀមហើយក៏ចេញទៅធ្វើការនៅរោងចក្រដោយដើមកុងកែវខ្លួនឯងក៏មិនហ៊ានសម្លឹងមុខបងស្រីបេះដូងរបស់នាងកំពុងឆាប់ឆេះតែក៏មិនហ៊ាននិយាយអ្វីចេញមកនាងឃើញបងធីណាហត់នឿយនាងដឹងថានាងកំពុងក្បត់ហើយអ្វីដែលធ្វើឲ្យនាងវេទនាជាងអ្វីទាំងអស់នោះគឺការដែលបងធីណាមិនបាននិយាយអ្វីឡើយបងធីបក៏នៅដេកក្នុងបន្ទប់ដូចដើមកុងកែវដើរចូលទៅគាត់ក៏ញឹមដាក់ដូចមិនមានរឿងអ្វីកើតឡើងកាលពីយប់មិញធីណាបានឃើញមែនទេបងធីបសួរឡើងកុងកែវងក់ក្បាលតិចហើយតើនាងនិយាយអ្វីទេអត់ទេចាស់មិននិយាយអ្វីឡើយសំឡេងរបស់នាងញ័រអស់ហើយចឹងយ៉ាងហោចណាស់នាងក៏មិនបានធ្វើឲ្យផ្ទះសម្បែងគ្រួសារត្រូវបែកបាក់ភ្លាមនោះកុងកែវក្តាប់មាត់យ៉ាងណែននាងមានអារម្មណ៍ជប់ចាប់រហូតនិយាយមិនចេញនាងមិនចង់ឬពាក្យសម្ដីបែបនេះ
មិនចង់ឲ្យនរណាម្នាក់ត្រូវអត់ធន់ជាមួយកំហុសរបស់នាងនោះឡើយប្រឡប់ថ្ងៃនោះពេលធីណាដើរត្រឡប់ចូលផ្ទះកង្កែវុករួបរวมភាពក្លាហានដើរចូលទៅឈរនៅចំពោះមុខរបស់នាងបងធីណាកុំកែវសុំទោសធីណាដាក់ថង់ដែលយួរនៅដៃចុះសម្លឹងមើលនាងដោយភាពស្ងៀមស្ងាត់វាគ្រាន់តែកើតឡើងដោយប្អូនមិនបានតាំងចិត្តនោះទេកុំកែវព្យាយាមអធិប្បាយតែនាងក៏មិនបានបដិសេធមែនទេធីណានិយាយដោយសំឡេងខ្សោយតិចតិចបែរជាឈឺចាប់ជាងសំឡេងដែលស្រែកកំហកទៅទៀតបងស្រឡាញ់ឯងតិចប្អូនស្រីបង្កើតតាំងពីពុកម៉ែយើងបានស្លាប់ទៅបងក៏គិតថាយើងនឹងមិនបោះបង់ចោលគ្នាមិនបំផ្លាញគ្នាទឹកភ្នែករបស់កុងកែវហូរមកស្ងាត់ស្ងាត់នាងចង់អបបងស្រីតែក៏មិនហ៊ានកម្រើកសំបីតែបន្តិចបងសុំពេលបន្តិចណាធីណានិយាយតិចតិចហើយដើរចូលក្នុងបន្ទប់បិទទ្វារជិតឈឹងដោយមិនត្រឡប់បែរមកមើលបន្ទាប់ពីយប់ដែលការពិតប្រាកដឡើងគ្រប់យ៉ាងក្នុងផ្ទះថ្មីមួយនោះវាស្ងប់ស្ងាត់រហូតរតែសំឡេងឆ្មាដើរប៉ុណ្ណោះធីណានៅតែធ្វើការតាមធម្មតាតែនាងមិនបានមើលមុខរបស់កុងកែវទៀតហើយក៏មិនចូលទៅមើលបងធីបទៀតសូម្បីតែម្ដងកុងកែវនៅមើលថែគាត់យ៉ាងស្ងៀមស្ងាត់តែបេះដូងរបស់នាងដូចត្រូវគេច្របាច់រហូតដកដង្ហើមមិនចេញបងធីមណាមិននិយាយអ្វីរកកុងកែវទេចាកុងកែវនាងរអ៊ូតិចតិចខណៈដែលកំពុងបញ្ចុកបាយបងធីបគាត់មិនបានភ្លាមទេគ្រាន់តែដកដង្ហើមតិចតិចហើយនិយាយថាសុំត្រឹមតែនាងគុំទៅណាបានហើយបងអាចរស់នៅបានព្រោះកុងកែវពិតប្រាកដមែនណាពាក្យសម្ដីនោះរឹតតែធ្វើឲ្យកុងកែវមានអារម្មណ៍ខុសជាមួយបងស្រីខុសជាមួយខ្លួនឯងល្ងាចថ្ងៃនោះខណៈដែលកុងកែវដងទឹកស្រោចដើមឈើនៅក្រោយផ្ទះសំឡេងខ្សឹបខ្សៀវពីបងផ្ទះខាងក៏ចេញមកឯងឃើញទេយប់មិញអាធីបវានៅដេកសុកក៏ប្អូនស្រីរបស់ប្រពន្ធមកអង្គុយក្បែរក្រែចិត្តស្និទ្ធដូចប្តីប្រពន្ធអញ្ចឹងណែនិយាយតិចប្រយ័ត្នក្មេងវាបានឬយ៉ាងណាក៏នាំគ្នាបានឃើញទាំងអស់ហើយតើឲ្យស្ងៀមស្ងាត់មិនបានហាដៃដែលកាន់បោចទឹករបស់កូនកែវញ៉ារត់រើទឹកដែលស្រោចដើមឈើក៏ខ្ចាយទៅលើដីអស់តែនាងមិនបានចាប់អារម្មណ៍អ្វីឡើយក្រៅអំពីកម្លាំងដែលឆ្លុះបញ្ចាំងរបស់ពាក្យសម្ដីទាំងអស់នោះដែលដូចមាននរណាម្នាក់យកដុំធ្នូមកទម្លាក់ចំកណ្ដាលដើមទ្រូងរបស់នាងយប់នោះកុងកែវចូលទៅក្នុងបន្ទប់របស់បងធីបទឹកភ្នែករលីងរលោងកុងកែវនឹងចេញទៅរកបន្ទប់ជួចានៅជិតមហាវិទ្យាល័យមានបន្ទប់ទំនេរលំបងធីបប្រញាប់ក្រោកយ៉ាងលឿនមកអត់ទេនាងនឹងទៅណាមិនបានទេណាតែកុងកែវនៅមិនបានទៅទៀតហើយបងមនុស្សក្នុងភូមិគេនាំគ្នាបានដឹងអស់ហើយបងធីណាក៏ឈឺចាប់កុងកែវក៏ខូចឈ្មោះក្នុងកែវមិនមានកន្លែងឈរទៀតហើយចំណែកបងក៏ខូចឈ្មោះដូចគ្នានាងគិតថាបងមិនបានដឹងមែនទេថាមានអ្នកជេរបងជាមនុស្សពិការបោកបញ្ឆោតក្មេងដែលនៅក្នុងផ្ទះខ្លួនឯងចុះយើងនឹងនាំគ្នារស់នៅបែបនេះដល់ពេលណាទៀតបងសំណួរនោះគ្មានចម្លើយមានត្រឹមតែកែវភ្នែកដ៏ក្តៅគុករបស់អ្នកទាំងពីរដែលកំពុងនឹងរំលាយព្រមទៅជាមួយភាពស្ងប់ស្ងាត់នៅក្នុងផ្ទះមួយនេះដំបូលផ្ទះចាស់ក្នុងយប់ភ្លៀងធ្លាក់ខ្លាំងធីណាប្រមូលសម្លៀកបំពាក់ដាក់ក្នុងស្បោងចាស់មួយទឹកមុខរៀបស្មើគ្មានទឹកភ្នែកនឹងត្រូវទៅពិតប្រាកដមែនទេបងធីណាកុងកែវឈរញ័រខ្លួននៅមុខទ្វារសំឡេងខ្សោយដូចជាមនុស្សគ្មានកម្លាំងធីណាងើបមើលមុខប្អូនស្រីដែលធ្លាប់ស្រឡាញ់ដូចកែវភ្នែកដួងចិត្តបងស៊ូលែងបានទៀតហើយក៏កង្កែវបងមិនមែនជាព្រះវេស្សន្តរនោះទេបងអាចអភ័យឲ្យបានតែបំភ្លេចមិនបាននោះទេកង្កែវវ៉នមកចុះស្រែកយំនិយាយតិចថាខ្ញុំមិនបានតាំងចិត្តវាកើតឡើងព្រោះចិត្តទុនជ្រាយរបស់ខ្ញុំសុំទោសបងមិនបានខឹងនាងស្មើនឹងខឹងខ្លួនឯងនោះទេធីណាងាកមើលទៅក្នុងផ្ទះបងធ្លាប់គិតថាស្នេហារបស់បងវាមានស្ថិរភាពល្មមដែលអាចមើលថែគ្រប់គ្នាបានតែចុងក្រោយវាក៏คล้ายទៅជាស្លាកស្នាមដែលបងខ្លួនឯងក៏មិនទាន់ដឹងខ្លួនដែរសម្លេងសម្រាប់យើងទៅព្រមជាមួយភ្លៀងដែលកំពុងចាប់ផ្ដើមរាំងធីណាដើរចេញពីផ្ទះទៅព្រមជាមួយភាពស្ងប់ស្ងាត់ដែលឈឺចាប់ខ្លាំងជាងត្រូវពាក្យបណ្ដាសាទៅទៀតបន្ទាប់ពីថ្ងៃនោះកុងកែវក៏ផ្លាស់ចេញពីផ្ទះទៅនៅបន្ទប់ជួលតូចមួយដែលនៅក្បែរមហាវិទ្យាល័យដោយមិនត្រឡប់ទៅផ្ទះនោះទៀតឡើយបងធៀបខ្លួនឯងក៏នៅតែក្នុងផ្ទះមួយនោះមួយថ្ងៃបានអង្គុយតែរវើវាយមើលបង្អួចមើលដើមមាននៅមុខផ្ទះដែលធីណាធ្លាប់ស្រោចទឹកយប់ខ្លះគាត់បានឮសំឡេងស្លាបព្រាប៉ះជាមួយចានធំក្លិនប្រេងដូងដែលកុងកែវប្រើរឹតលេបនៅលើស្បែករបស់គាត់នឹងបានឬសម្រាប់ជើងតិចដែលធ្លាប់មានពីមុនមកតែទាំងអស់នោះគ្រាន់តែជាស្រមោលនៃអតីតកាលប៉ុណ្ណោះរហូតច្រើនឆ្នាំកន្លងផុតទៅកុងកែវរៀនចប់មានការងារល្អធ្វើមានគ្រួសារតូចជារបស់ខ្លួនឯងឯរាល់លើកដែលឆ្លងកាត់ផ្លូវរទេះភ្លើងខ្សែដើមនាងតែងតែបែរមុខទៅច្រកផ្លូវតូចដែលធ្លាប់ជាផ្ទះចាស់ហើយក្នុងចិត្តនាងខ្សឹបប្រាប់តិចថាបងធីណាប្រសិនបើអាចឲ្យពេលវេលាដើរត្រឡប់ថយក្រោយមកវិញបានខ្ញុំនឹងមិនធ្វើឲ្យបងស្រក់ទឹកភ្នែកនោះឡើយបន្ទាប់ពីលោកជំទាវវ៉ារិនសម្រេចចិត្តបោះបង់គ្រប់យ៉ាងដើម្បីមករស់នៅជាមួយផុងនៅស្រុកស្រែជនបទជីវិតរបស់នាងមិនមានភាពលយឆាយមិនមានលុយកាក់ច្រើនមិនមានកេរ្តិ៍ឈ្មោះរបស់របរប្រើប្រាស់ទំនើបដូចពីមុនទៀតហើយប៉ុន្តែអ្វីដែលនាងទទួលបានពីផុង
ដែលជាស្វាមីថ្មីនិងជាអ្នកធ្លាប់បើកឡានផ្ទាល់ខ្លួនរបស់នាងនោះគឺគាត់បានផ្ដល់នូវសេចក្តីសុខនិងសុភមង្គលយ៉ាងពិតប្រាកដដែលនាងមិនធ្លាប់ទទួលបានពីមុនមកឡើយនៅប្រឡប់ថ្ងៃមួយបន្ទាប់ពីញ៉ាំបាយល្ងាចជាមួយនឹងម្ហូបសាមញ្ញៗបែបស្រុកស្រែជនបទរួចផ្ទៃមេឃក៏ចាប់ផ្ដើមងឹតសូនអសងក៏លាន់នៅដំបូលផ្ទះខ្យល់ក៏បក់បោកមកខ្លាំងរូបជាមួយផ្លែបន្ទោះខ្វាក់ភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកខ្លាំងដូចធ្លីទំនប់លើមេឃតែសំណាងដែរដែលនៅក្នុងផ្ទះពេលនោះភ្លើងមិនបានដាច់វ៉ារៀនដែលស្ថិតនៅក្នុងឈុតគេងសាច់ស្ដាងទន់រហូតដល់មើលឃើញនំប៉ាវនិងនំគុំរបស់នាងតិចនាងអង្គុយនៅលើគ្រែក្នុងបន្ទប់ទាំងរាងកាយញ័រតិចដែលចេញពីភាពរងាផងនឹងការភ័យខ្លាចនៃសំឡេងផ្គរលាន់ផងដែលអង្គុយនៅក្បែរលោកដៃទៅអបស្មារបស់នាងមុននឹងនិយាយថាតើងាយទេនាងក៏ងក់ក្បាលតិចរងាតិចដែរតែខ្លាចសំឡេងផ្គរលាន់ខ្លាំងជាងនៅពេលដែលបានឬដូច្នោះផងក៏ទាញនាងមកកាន់តែចិត្តបន្តិចទៀតចូលមកក្នុងរង្វង់ដៃទាំងគូរបស់គាត់មិនអីទេបងនឹងអបផ្ដល់ភាពកក់ក្ដៅឲ្យដើម្បីបំបត្តិភាពភ័យខ្លាចខណៈពេលនោះក្រសែភ្នែករបស់អ្នកទាំងពីរក៏សម្លឹងគ្នាដោយអារម្មណ៍ពុះកញ្ជ្រោលញាប់ញ័រវ៉ារីនក៏លើកដៃរបស់នាងមករបស់ផងយ៉ាងណែនមុននឹងអន់មកចូលទៅថាបបោមាត់របស់គាត់ធ្នមរួចនិយាយតិចថាអរគុណណាស់សម្រាប់គ្រប់យ៉ាងអរគុណដែលធ្វើឲ្យនាងមានសុភមង្គលនិងសេចក្តីសុខរាល់ថ្ងៃចំណែកផងវិញក៏លោកដែមខាងទៅត្រកក្បាលរបស់នាងហើយថាបជញ្ជក់បោមាត់ដ៏ស្ដាងក្រហមរបស់នាងមុននឹងឆ្លើយតបថាបងក៏អរគុណអូនដែរដែលសុខចិត្តលះបង់ឋានៈជាជំទាវមករស់នៅជាមួយបងសំឡេងទឹកភ្លៀងនៅតែបន្តធ្លាក់សំឡេងផ្គរលាន់ក៏នៅក្រហមពេញផ្ទៃមេឃប៉ុន្តែវ៉ារីនក៏បាត់បង់ពីភាពភ័យខ្លាចនៃសំឡេងផ្គរលាន់អស់ទៅហើយភាពត្រជាក់រងាក៏បាត់បង់ទៅជាមួយគ្នាផងដែរនៅក្នុងបន្ទប់ក្រោមពន្លឺភ្លើងយ៉ាងចែងចាំងទាំងបង្ហាញឲ្យឃើញច្បាស់នៃរាងកាយអ្នកទាំងពីរដែលកំពុងអបថើបគ្នាយ៉ាងក្តៅររាវនិងស្រាវស្រាប់ជាទីបំផុតមិនមានការនិយាយឆ្លើយឆ្លងគ្នាទៅទៀតហើយមានតែសំឡេងដកដង្ហើមសើតសក់ដង្ហឺតដង្ហក់ដែលលើកាន់តែខ្លាំងឡើងខណៈដែលដែមខាងទៀតរបស់ផងកំពុងធ្វើចលនាគ្រប់គន្លកគន្លាតមុននឹងរោបស្ដាងក៏ចាប់ផ្ដើមរំកិលធ្លាក់ចុះម្ដងបន្តិចចេញពីរាងកាយតស្រឡូនរបស់នាងរហូតធ្លាក់ទៅដល់លើផ្ទៃក្តារបន្ទាប់ពីរោបស្ដាងធ្លាក់ចេញពីដងខ្លួនទៅជំទាវប្រពន្ធក៏យកដៃច្រានទ្រូងស្វាមីតាកុងឡានធ្នមឲ្យដេកទៅលើខ្នើយនៅក្បាលគ្រែរួចនាងក៏ចាប់ផ្ដើមសកម្មភាពយកខ្លួនទៅមកក្រឡែងចុះឡើងព្រមជាមួយការក្តាប់មាត់យ៉ាងណែនរបស់នាងដែលពោពេញទៅដោយអារម្មណ៍រំជើបរំជួលនិងមានសេចក្តីសុខជាទីបំផុតបន្ទាប់ពីបណ្ដោយឲ្យនាងធ្វើសកម្មភាពតែម្នាក់ឯងអស់រយៈពេលជិត15នាទីភូមិក៏ចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឯងវិញម្ដងដោយគាត់ក្រោកឡើងអង្គុយបើកភ្នែកធំសម្លឹងមើលនំគុំដ៏សែនធំសម្បើមរបស់វ៉ារីនមុននឹងគាត់នាំនាងលេងយោទងនៅលើគ្រែយោចុះយោឡើងយ៉ាងខ្លាំងដោយភាពតក់ក្រហល់ជាទីបំផុតកន្លងទៅ15នាទីទៀតទាំងពីរនាក់ក៏លែងយល់ទោសទៅដល់គោលដៅព្រមគ្នាយ៉ាងស្កប់ស្កល់ជាទីបំផុតមុននឹងចាប់ផ្ដើមសាច់រឿងសូមការគាំទ្រពីប្រិយមិត្តមេត្តាជួយចុច Subscribe និងចុច Like វីដេអូជាការផ្ដល់កម្លាំងចិត្តសម័យនិទានសូមជូនរឿងលោកជំទាវលួចសាហាយជាមួយអ្នកបើកឡានផ្ទះវីឡាធំមួយនៅចំកណ្ដាលទីក្រុងបញ្ចេញរស្មីចែងចាំងដោយពន្លឺភ្លើងប្រណិតនិងទំនើបស៊ីវិល័យប៉ុន្តែនៅខាងក្នុងវិញវាមានតែភាពស្ងៀមស្ងាត់និងអារម្មណ៍ឯកោប៉ុណ្ណោះលោកជំទាវវ៉ារីនជាភរិយារបស់សមាជិកតំណាងរាស្ត្រល្បីឈ្មោះកំពុងអង្គុយក្រេបវ៉ាញនៅក្បែរបង្អួចសម្លឹងមើលទៅផ្ទៃមេឃដែលកំពុងងឹតសូនអសងលោកជំទាវវ៉ារីនចាឯកឧត្តមកំពុងប្រជុំក្នុងគណៈសញ្ញោបាយលោកអាចនឹងត្រឡប់ទៅផ្ទះយប់ជ្រៅបន្តិចសំឡេងលេខានៅមុខបន្ទប់ទូរស័ព្ទមកប្រាប់ដំណឹងដូចរាល់យប់កន្លងមកគាត់ខ្លួនឯងក៏មិនបានចម្លែកចិត្តនោះទេព្រោះស្វាមីរបស់គាត់មិនបានត្រឡប់មកទាំងពេលវេលាជារឿងធម្មតាទៅហើយយប់ខ្លះក៏មិនបានត្រឡប់មកតែម្ដងក៏មានគាត់ធ្លាប់បានសួរខ្លួនឯងថាតើនេះជាជីវិតដែលគាត់ចង់បានមែនទេបន្ទាប់ពីរៀបការមកជិត10ឆ្នាំសេចក្តីស្រឡាញ់ក៏ចាប់ផ្ដើមបាត់បង់ទៅម្ដងបន្តិចនៅសល់តែតួនាទីនិងរូបភាពបន្លំផ្នែកសង្គមប៉ុណ្ណោះតើលោកជំទាវនឹងអញ្ជើញទៅណាបាទសម្លេងរបស់ផុងអ្នកបើកឡានវ័យ35ឆ្នាំសួរឡើងពេលដែលគាត់ប្រាប់ថាចង់ធ្វើដំណើរទៅសម្រាកនៅស្រុកស្រែជនបទផុងខ្ញុំចង់ទៅកន្លែងដែលស្ងប់ស្ងាត់មួយរយៈខ្ញុំធុញទ្រាន់នឹងជីវិតនៅក្នុងទីក្រុងដ៏ហើយផុងនៅស្ងៀមមួយសន្ទុះមុននឹងងក់ក្បាលអញ្ចឹងខ្ញុំនឹងនាំលោកជំទាវទៅលេងផ្ទះរបស់ខ្ញុំល្អជាងជាភូមិតូចមួយដែលមិនទាន់មានភ្លើងប្រើប្រាស់គ្រប់ផ្ទះនៅឡើយទេតែសូមធានាថាស្ងប់ស្ងាត់ពិតប្រាកដណាស់បាទល្អហើយអញ្ចឹងគាត់ភ្លាមដោយមិនបានខ្វល់ថានៅកន្លែងទីនោះនឹងខ្វះខាតភាពអំណោយផលក្នុងការងារស្រួលប៉ុណ្ណានោះទេផ្ទះឈើមួយខ្នងតូចរបស់ផុងសង់នៅកណ្ដាលវាលស្រែនៅខាងមុខមានអូរប្រឡាយតូចដែលមានទឹកថ្លាស្អាតឆ្ងាយចេញទៅបន្តិចមានភ្នំព័ទ្ធជុំវិញ
លោកជំទាវវ៉ារិនដែលទម្លាប់ជាមួយភាពទំនើបប្រណិតបែរជាភ្ញាក់ផ្អើលផ្នែកចម្លែកចិត្តជាមួយភាពសាមញ្ញដែលនៅទីនេះជាផ្ទះរបស់លោកគាត់សួរឡើងដោយស្នាមញឹមបាតលោកជំទាវតើលោកជំទាវអាចរស់នៅបានទេខ្ញុំគិតថាវាគួរតែអាចនៅបានថ្ងៃដំបូងបានកន្លងផុតទៅដោយការសាក់លបងប្រើជីវិតបែបស្រុកស្រែលោកជំទាវវ៉ារិនជួយលាងចាននៅមាត់អូរជួយចម្អិនអាហារពីវត្ថុធាតុដើមចេញពីមូលដ្ឋានស្រុកស្រែនាងសើចជាមួយរឿងរ៉ាវសាមញ្ញដែលផុងរៀបរាប់ឲ្យស្ដាប់ប៉ុន្តែរឿងមួយដែលនាងមានអារម្មណ៍ដល់ភាពកក់ក្ដៅក្នុងក្រសែភ្នែករបស់ផុងដែលចាំសម្លឹងមើលនាងគ្រប់ពេលវេលារំលងអធ្រាត្រនៅក្នុងយប់មួយភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យភ្លើងនៅក្នុងភូមិទាំងមូលដាច់ពេញមួយយប់លោកជំទាវវ៉ារិនដើរចេញមកពីបន្ទប់ព្រំជាមួយចង្កៀងក្នុងដៃលោកជំទាវចេញមកធ្វើអីបាត់ផុងកំពុងអង្គុយនៅមុខផ្ទះហាសួរឡើងក៏ខ្ញុំគេងមិនលក់នាងតព្រំជាមួយអង្គុយចុះនៅក្បែរគាត់សំឡេងភ្លៀងដែលធ្លាក់ប៉ះនឹងដំបូលក្បឿងឬសូពឹកប៉ក់សំឡេងចង្រិតដែលស្រែកលាយផ្សំបញ្ចូលគ្នានាំឲ្យបរិយាកាសនៅក្នុងពេលនោះនាំបេះដូងរបស់អ្នកទាំងពីរចាប់ផ្ដើមលោតញាប់ញ័រយ៉ាងខ្លាំងតើលោកធ្លាប់មានស្នេហាដែរឬទេផុងនាងសួរឡើងផុងនៅស្ងៀមមួយសិនទោះមុននឹងតបថាធ្លាប់មានបាត់តែក៏មិនបានសំបំណងដែរព្រោះគេមិនមែនជាមនុស្សដែលសាកសមនឹងខ្ញុំនោះទេចុះប្រសិនបើមានឱកាសសម្ដងទៀតតើលោកសាកល្បងទៀតទេគឺថាប្រសិនបើខ្ញុំស្រឡាញ់គេខ្លាំងខ្ញុំក៏ព្រមនឹងសាកល្បងបាត់កែវភ្នែកទាំងគូសម្លឹងគ្នាក្នុងភាពងឹតវ៉ារិនមានអារម្មណ៍ដល់អ្វីម្យ៉ាងដែលនៅក្នុងខ្លួនរបស់ផុងដែលធ្វើឲ្យបេះដូងរបស់គាត់ញាប់ញ័របន្ទាប់ពីកន្លងផុតទៅបានមួយសប្តាហ៍នៅក្នុងទឹកដីស្រុកស្រែជនបទលោកជំទាវវ៉ារិនមានអារម្មណ៍សប្បាយចិត្តឡើងនាងមានឱកាសស្វែងយល់ពីជីវិតសាមញ្ញរបស់ផុងចាប់តាំងពីការភ្ញាក់ពីព្រលឹមដងទឹកពីអូរនិងការដើរបេះបន្លែតាមរបងរហូតដល់អង្គុយមើលព្រះអាទិត្យលិចតែពេលខ្លះលោកជំទាវវ៉ារិនក៏សង្កេតឃើញផុងមានទឹកមុខក្រៀមក្រំដូចជាកំពុងលាក់រឿងអ្វីម្យ៉ាងនៅក្នុងចិត្តយប់មួយខណៈដែលអង្គុយជែកគ្នានៅក្រោមពន្លឺចង្កៀងទើបនាងសម្រេចចិត្តសួរទៅកាន់ផុងខ្ញុំដូចមានអារម្មណ៍ថាលោកមានអ្វីម្យ៉ាងដែលមិនធ្លាប់ប្រាប់ខ្ញុំតើលោកមានរឿងអតីតតែកំពុងពាក់ព័ន្ធដែរឬទេនាងផុងផាំងបន្តិចទឹកមុខរបស់គាត់មើលទៅដូចជាស្ទាក់ស្ទើរវាជារឿងដែលខ្ញុំព្យាយាមចង់បំភ្លេចតែពេលខ្លះវាក៏នៅតែតាមលងបន្លាចខ្ញុំជានិច្ចគាត់តបដោយសំឡេងតិចតើលោកអាចរៀបរាប់ឲ្យខ្ញុំស្ដាប់បន្តិចបានទេខ្ញុំចង់ស្គាល់លោកឲ្យបានគ្រប់ជ្រុងជ្រោយមិនមែនត្រឹមតែជាអ្នកបើកឡានដ៏សែនល្អរបស់ខ្ញុំនោះទេផុងសម្លឹងជំទាវវ៉ារិនដោយក្រសែភ្នែកដែលពោពេញទៅដោយអារម្មណ៍ច្របូកច្របល់មុននឹងដកដង្ហើមវែងអតីតកាលដែលធ្លាប់ឈឺចាប់របស់ខ្ញុំគឺថាពេលមុននេះខ្ញុំមិនមែនជាអ្នកបើកឡានធម្មតានោះទេខ្ញុំធ្លាប់ធ្វើការនៅក្រុមហ៊ុនធំមួយនៅទីក្រុងហើយមានគ្រួសារដែលស្រឡាញ់គ្នាខ្លាំងណាស់តែគ្រប់យ៉ាងក៏ផ្លាស់ប្ដូររំលាយព្រោះតែខ្ញុំបានទុកចិត្តមនុស្សខុសវ៉ារិនស្ដាប់គាត់ដោយការយកចិត្តទុកដាក់គាត់ចាប់ផ្ដើមរៀបរាប់យ៉ាងយឺតខ្ញុំធ្លាប់រៀបការជាមួយមនុស្សស្រីដែលខ្ញុំស្រឡាញ់នាងជាមនុស្សឆ្លាតនិងមានមហិច្ឆតាខ្ពស់តែបន្ទាប់ពីរៀបការរួចនាងបែរជាផ្លាស់ប្ដូរទៅនាងប្រើខ្ញុំជាស្ពានចម្លងដើម្បីឈានចូលទៅក្នុងសង្គមហើយចុងក្រោយនាងក៏ក្បត់ខ្ញុំនាងលួចទៅសហាយជាមួយចៅវាយរបស់ខ្ញុំខ្លួនឯងហើយរៀបគម្រោងមួបង្កាច់ខ្ញុំដែលធ្វើឲ្យខ្ញុំត្រូវបង្ខំចិត្តចាក់ចេញពីការងារកែវភ្នែករបស់ផុងមានអារម្មណ៍ឈឺចាប់នៅលើមុខរបស់គាត់បន្ទាប់ពីនោះខ្ញុំក៏បាត់បង់គ្រប់យ៉ាងទាំងការងារទាំងស្នេហាទាំងកេរ្តិ៍ឈ្មោះខ្ញុំក៏ត្រឡប់មករស់នៅជនបទដើម្បីចាប់ផ្ដើមជីវិតថ្មីព្រោះទីនេះមិនមានអ្នកណាម្នាក់ដឹងពីអតីតកាលរបស់ខ្ញុំនោះទេខ្ញុំគ្រាន់តែត្រូវការភាពស្ងប់ស្ងាត់និងឱកាសដែលធ្វើជាមនុស្សធម្មតាម្ដងទៀតលោកជំទាវវ៉ារិនសម្លឹងមើលគាត់ដោយការយកចិត្តលោកប្រកាសជាឈឺចាប់ខ្លាំងណាស់ហើយមែនទេភុងគាត់មកក្បាលតិចតែខ្ញុំក៏សប្បាយចិត្តដែលបានត្រឡប់មកទីនេះខ្ញុំឃើញថាជីវិតដែលសាមញ្ញវាមានតម្លៃជាងអ្វីដែលខ្ញុំធ្លាប់ស្វែងរកនៅក្នុងទីក្រុងធំទៅទៀតវ៉ារិនចាប់ដៃរបស់គាត់យ៉ាងណែនអរគុណណាស់ដែលបានរៀបរាប់ឲ្យខ្ញុំស្ដាប់ខ្ញុំខ្លួនឯងក៏ធ្លាប់គិតថាជីវិតរបស់ខ្ញុំសម្បូរបែបខ្លាំងណាស់ប៉ុន្តែពេលនេះខ្ញុំដឹងហើយថាសេចក្តីសុខមិនមែនជាអ្វីដែលអាចវាស់បានដោយភាពជោគជ័យក្នុងសង្គមនោះទេនៅក្នុងភាពស្ងប់ស្ងាត់របស់ប្រលប់ថ្ងៃនោះទាំងពីរនាក់សុទ្ធតែមានអារម្មណ៍ដល់ការយកចិត្តនិងទំនាក់ទំនងដែលជ្រាលជ្រៅបំផុតជាច្រើនថ្ងៃកន្លងផុតទៅបារ៉េនចាប់ផ្ដើមទម្លាប់ជាមួយជីវិតក្នុងជនបទនាងជួយផុងធ្វើការតិចតួចទាំងនៅក្នុងសួននិងនៅក្នុងផ្ទះទាំងពីរអ្នកចំណាយពេលវេលានៅជាមួយគ្នាកាន់តែច្រើនឡើងភាពស្និទ្ធស្នាលដែលសន្សឹមវិវត្តទៅធ្វើឲ្យបេះដូងរបស់អ្នកទាំងពីរចាប់ផ្ដើមលោតខុសចង្វាក់រហូតដល់ថ្ងៃមួយខណៈដែលអ្នកទាំងពីរកំពុងអង្គុយសម្រាកក្រោមដើមឈើធំមួយនៅក្រោយផ្ទះរថយន្តមួយគ្រឿងក៏មកចតនៅមុខផ្ទះសម្លេងម៉ាស៊ីនឡានលុនឡើងពេញបរិវេណធំក្រោកឈរឡើងទឹកមុខរបស់គាត់ផ្លាស់ប្ដូរទៅភ្លាមនៅពេលដែលបានឃើញនារីម្នាក់បោះជំហានចេញពីលើរថយន្តនាងស្លៀកសម្លៀកបំពាក់ស៊ីវិល័យមើលទៅលេចធ្លោដូចជាមនុស្សមកពីទីក្រុងធំនេះគឺខ្ញុំណាសម្លេងរបស់នាងពោពេញទៅដោយភាពជឿជាក់
ផងនៅស្ងៀមភាំងមួយខណៈមុននឹងហើយឈ្មោះរបស់នាងតិចតិចដាណាលោកជំទាវវ៉ារិនសម្លឹងមើលហេតុការណ៍នៅចំពោះមុខដោយភាពច្របូកច្របល់នារីម្នាក់នឹងគឺជានរណាហេតុអ្វីបានជាផងមើលទៅដូចជាមិនសប្បាយចិត្តដល់ថ្នាក់នេះខ្ញុំតាមមករកលោកព្រោះមានរឿងត្រូវដោះស្រាយគ្នាឲ្យដាច់ស្រល់ដាណាពោលឡើងខណៈដែលដើរចូលមកផងថយក្រោយបន្តិចដោយមិនបានតាំងចិត្តយើងមិនមានអ្វីត្រូវនិយាយគ្នាទៀតហើយណាដាណាគ្រប់យ៉ាងវាបានចប់យូរទៅហើយមិនទេចាស់វានៅមិនទាន់ចប់ខ្ញុំខូចចិត្តខ្ញុំសោកស្ដាយខ្ញុំចង់កែខ្លួនខ្ញុំចង់ឲ្យយើងត្រឡប់មកដូចដើមវិញដាណាសម្លឹងមើលផងដោយក្រសែភ្នែកពោពេញទៅដោយភាពររាលោកជំទាវវ៉ារិនដែលឈរនៅក្បែរចាប់ផ្ដើមមានអារម្មណ៍ដល់កម្លាំងគៀបសង្កត់ដែលបង្ហាញចេញពីស្ត្រីម្នាក់នោះបានហើយដាណានាងមិនធ្លាប់ស្រឡាញ់ខ្ញុំពិតប្រាកដនោះទេអ្វីដែលនាងត្រូវការគឺផលប្រយោជន៍ពីខ្ញុំមិនមែនជាស្ពានសម្រាប់នាងឆ្លងទៅទៀតហើយផងពោលឡើងដោយសម្លេងដាច់ខាតតែខ្ញុំក៏បានផ្លាស់ប្ដូរទៅហើយណាផងខ្ញុំត្រូវការចាប់ផ្ដើមជាថ្មីជាមួយនឹងលោកពិតមែនណាបន្ទាប់ពីហេតុការណ៍ថ្ងៃនោះដាណាក៏មិនព្រមត្រឡប់ទៅវិញងាយនាងបញ្ជាក់ថានឹងនៅក្នុងភូមិដើម្បីរងចាំឲ្យភងផ្លាស់ប្ដូរចិត្តវ៉ារិនចាប់ផ្ដើមមានអារម្មណ៍មិនមានស្ថិរភាពក្នុងទំនាក់ទំនងដែលទើបតែចាប់ផ្ដើមភងតើលោកនៅស្រឡាញ់នាងដែរឬទេវ៉ារិនសួរដោយត្រង់ទៅត្រង់មកនៅក្នុងល្ងាចថ្ងៃនោះភូមិចាប់ដៃនាងយ៉ាងណែនរួចនិយាយថាមិនមានអ្វីសេះសល់ទៀតហើយសម្រាប់ខ្ញុំជាមួយដាណាអ្វីដែលខ្ញុំមានអារម្មណ៍នៅពេលនេះគឺលោកជំទាវវ៉ារិនខ្ញុំមិនធ្លាប់គិតថាមាននរណាម្នាក់ចូលមកក្នុងជីវិតរបស់ខ្ញុំទៀតហើយតែលោកជំទាវជាមនុស្សដែលធ្វើឲ្យខ្ញុំចង់សាកល្បងនិងមានស្នេហាម្ដងទៀតពាក្យសម្ដីរបស់គាត់ធ្វើឲ្យវ៉ារិនញឹមចេញមកបន្តិចតែនៅក្នុងចិត្តរបស់នាងមានអារម្មណ៍ដ៏អន្តរាយចេញពីដាណាដែលអាចនឹងបំផ្លាញអ្វីដែលនាងនឹងផងកំពុងព្យាយាមសាងវាឡើងមកដាណាមិនបានតាំងចិត្តនឹងលែងដៃចេញពីផងងាយនោះទេបន្ទាប់ពីរងចាំសង្កេតសកម្មភាពរបស់ផងជាមួយនឹងលោកជំទាវវ៉ារិនហើយនាងចាប់ផ្ដើមចាប់បានដល់ទំនាក់ទំនងដែលលើសពីអ្នកបើកឡាននិងចៅវាយស្រីធម្មតាដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់លោកជំទាវចៅវាយឯណាដែលកិច្ចពីភាពច្របូកច្របល់ពីទីក្រុងមកនៅជនបទតែបែរជាមានទំនាក់ទំនងជាមួយអ្នកបើកឡានទៅវិញដាណានិយាយតិចជាមួយខ្លួនឯងកែវភ្នែកពោពេញទៅដោយបំណងអាក្រក់ដាណាប្រើខ្សែបណ្ដាញរបស់ខ្លួនឯងតាក់ទងអ្នកព័ត៌មានក្នុងតំបន់នៅក្នុងទីក្រុងដើម្បីបើកកកាយទិន្នន័យដែលពាក់ព័ន្ធជាមួយវ៉ារិនរួមទៅដល់ស្វាមីរបស់នាងដែលជាតំណាងរាស្ត្រល្បីឈ្មោះនៅពេលដែលបានទិន្នន័យគ្រប់គ្រាន់នាងក៏ចាត់ការផ្ញើរូបថតរបស់វ៉ារិននិងផងដែលប្រើជីវិតយ៉ាងស្និទ្ធស្នាលនៅក្នុងជនបទទៅឲ្យជំនួយការផ្ទាល់ខ្លួនរបស់ស្វាមីវ៉ារិនមិនយូរប៉ុន្មានបន្ទាប់ពីនោះលោកធំតំណាងរាស្ត្រល្បីឈ្មោះក៏បានទទួលដំណឹងនិងរូបថតនៅក្នុងទូរស័ព្ទក្នុងពេលដែលកំពុងប្រជុំរឿងបាក់តានេះវាជាស្អីនាងវ៉ារិននឹងទៅធ្វើស្អីនៅទីនោះគាត់ខឹងស្ទើរតែឈួតទៅហើយរសៀលថ្ងៃមួយនៅជនបទភុងនិងវ៉ារិនអង្គុយជែកគ្នានៅមាត់អូរផ្ទៃមេឃស្ងប់ស្ងាត់គ្មានសំឡេងខ្យល់វ៉ារិនកំពុងមានអារម្មណ៍ថាជីវិតចាប់ផ្ដើមមានន័យម្ដងទៀតប៉ុន្តែនៅសុកឡានទំនើបពីទីក្រុងក៏បើកមកចតនៅមុខផ្ទះសំឡេងទ្វារឡានក៏បើកឡើងលើប៉ាំងព្រំជាមួយរាងកាយដ៏ធំខ្ពស់របស់ស្វាមីរបស់នាងដើរចូលមកវ៉ារិនតានាងកំពុងធ្វើឈួតលីលីស្អីនាងកិច្ចមកពីទីក្រុងដើម្បីមកប្រើជីវិតជាសំឡេងរបស់គាត់ទៅខ្លាំងរហូតដល់អ្នកភូមិនៅជុំវិញក្បែរនាំគ្នាមកមើលវ៉ារីមួយអ្នកបើកឡាននេះណាភ្ញាក់ផ្អើលជាខ្លាំងដៃត្រជាក់ស្រេចនាងមិនគិតថាស្វាមីរបស់នាងនឹងតាមមកលឿនដល់ថ្នាក់នេះនោះទេខ្ញុំគ្រាន់តែចង់មកសម្រាកខួរក្បាលប៉ុណ្ណោះវ៉ារិនតបដោយសំឡេងញ័រសម្រាកខួរក្បាលឬក៏មកធ្វើឲ្យខ្ញុំអាម៉ាស់មុខដោយរឿងល្ងងខ្លៅរបស់នាងបែបនេះអាហាគាត់សម្លឹងមើលមុខផងដោយក្រសែភ្នែកមើលងាយចំណែកឯងគិតថាខ្លួនឯងជាអ្នកណាបានជាហ៊ានមកពាក់ព័ន្ធជាមួយនឹងប្រពន្ធរបស់អញធំក្រោកឈរឡើងដោយភាពស្ងៀមស្ងាត់ខ្ញុំមិនបានតាំងចិត្តចង់ពាក់ព័ន្ធនោះទេបាទតែខ្ញុំមើលថែលោកជំទាវវ៉ារិនក្នុងឋានៈជាមនុស្សម្នាក់ប៉ុណ្ណោះនាងមិនបានទទួលសេចក្តីសុខនៅក្នុងផ្ទះខ្ញុំក៏គ្រាន់តែផ្ដល់កន្លែងឲ្យនាងសម្រាកចិត្តតែប៉ុណ្ណោះសម្រាកចិត្តឬជាមនុស្សទី3លោកតំណាងរាស្ត្រមិនព្រមស្ដាប់ហេតុផលនោះទេកែវភ្នែករបស់គាត់ពោពេញទៅដោយភាពខឹងក្រោធនិងគំនុកអារិនសម្រាប់ចិត្តចែកសម្ដីនិយាយឡើងបានហើយកុំទម្លាក់កំហុសទៅឲ្យគាត់មិនបានធ្វើអ្វីខុសនោះទេខ្ញុំឯនេះវិញទេដែលខុសខ្លួនឯងដែលត្រូវការគេចចេញពីជីវិតដែលគ្មានសុភមង្គលដែលលោកកំពុងបង្កើតឲ្យខ្ញុំឲ្យគ្រប់យ៉ាងទៅនាងដែលនាងត្រូវការទាំងលុយកាក់ទាំងកេរ្តិ៍ឈ្មោះព្រោះតែនាងបែរជាជ្រើសរើសក្បត់ខ្ញុំអញ្ចឹងឬគាត់ស្រែកដាក់វ៉ារិនទឹកភ្នែករលីងរលោងនាងសម្លឹងមើលមុខរបស់ផងដែលកំពុងស្ងៀមស្ងាត់នាងដឹងថាគាត់មិនសមគួរត្រូវមកជួបរឿងបែបនេះនោះទេខ្ញុំនឹងត្រឡប់ទៅវិញជាមួយលោកតែសូមមេត្តាកុំធ្វើអ្វីទៅលើផង
ពាក្យសម្ដីរបស់វ៉ារីនធ្វើឲ្យផុងបែរត្រឡប់ងាកមកមើលនាងលោកជំទាវមិនចាំបាច់ត្រូវត្រឡប់ទៅវិញនោះទេវ៉ារីនក៏វិក្បាលបន្តិចនាងដឹងថាក្នុងលោករបស់នាងជាមួយនឹងផុងស្នេហានេះវាមិនមានផ្លូវអាចទៅរួចនោះទេលោកតំណាងរាស្ត្រសម្លឹងមើលរូបភាពនៅចំពោះមុខយ៉ាងធុញថប់ក្នុងចិត្តល្អអញ្ចឹងក៏ឆាប់ត្រឡប់ទៅឥឡូវនេះភ្លាមភាពឈឺចាប់ដែលនៅសេសសល់នៅពេលឡានបើកចេញទៅព្រមជាមួយវ៉ារីនផុងក៏ឈរមើលរហូតដល់ដាច់កន្ទុយភ្នែកបេះដូងរបស់គាត់ដូចជាត្រូវកន្ត្រាក់ចេញមកទាំងដុំដាណាដែលកំពុងលបឈរមើលហេតុការណ៍នៅក្នុងស្រមោលល្ងឹតញឹមពេបមាត់យ៉ាងពេញចិត្តតែនាងមិនបានដឹងឡើយថាទង្វើរបស់នាងនឹងផ្ដល់ផលប៉ះពាល់ដល់នាងខ្លួនឯងក៏មិនអាចដឹងហើយក៏ប្រហែលជាមិនអាចបណ្ដោយឲ្យវ៉ារីនបាត់បង់ពីជីវិតរបស់គាត់ដូចនេះបានដែរទោះបីជាដឹងយ៉ាងច្បាស់ថារវាងគាត់និងនាងមានជាងដែលធំកំពុងនៅរារាំងក៏ដោយតែបេះដូងរបស់គាត់ក៏ទាមទារឲ្យគាត់ទៅតាមរាល់ថ្ងៃរហូតព្រឹកថ្ងៃបន្ទាប់គាត់ចេញដំណើរទៅកាន់ទីក្រុងព្រំជាមួយសម្បត្តិមួយច្បាប់ដែលសរសេរទុកនៅពេលយប់កន្លងមកនៅពេលភូមិបានមកដល់មុខវីឡាធំរបស់លោកតំណាងរាស្ត្រល្បីឈ្មោះគាត់មើលឃើញសន្តិសុខពីរនាក់យាមនៅមុខទ្វាររបងដោយរកពីកងកាច់តែគាត់មិនបានចាប់អារម្មណ៍នោះឡើយសំឡេងដាស់តឿនរបស់សន្តិសុខដែលដេញគាត់ទៅខ្ញុំមករកលោកជំទាវវ៉ារីនខ្ញុំមានរឿងសំខាន់ត្រូវនិយាយជាមួយនាងសំឡេងឡូឡាតាក់ទាញភាពចាប់អារម្មណ៍របស់វ៉ារីនដែលនៅក្នុងផ្ទះនាងរត់ចេញមកដោយមិនចាប់អារម្មណ៍ក្រសែភ្នែករបស់ស្វាមីដែលកំពុងសម្លឹងមើលនាងដោយការខឹងក្រោធផុងលោកមកទីនេះធ្វើអីខ្ញុំមកទីនេះព្រោះខ្ញុំស្រឡាញ់លោកជំទាវហើយខ្ញុំមិនត្រូវការឲ្យលោកជំទាវត្រឡប់ទៅប្រើជីវិតដែលមិនមានសេចក្តីសុខទៅទៀតហើយពាក្យសម្ដីរបស់ផុងធ្វើឲ្យគ្រប់គ្នាដែលនៅទីនោះភ្ញាក់ផ្អើលព្រមទាំងលោកតំណាងរាស្ត្រដែលដើរចូលមកព្រមជាមួយទឹកមុខកងកាច់ឯងហ៊ានមកទីនេះផងហាឯងពិតជាហ៊ានខ្លាំងណាស់ដែលមកទីនេះលោកតំណាងរាស្ត្រកំហុសដោយសម្លេងខ្លាំងពិតមែនហើយបាទខ្ញុំហ៊ានព្រោះខ្ញុំមិនចង់ឲ្យលោកជំទាវត្រូវក្លាយជាបក្សីតូចក្នុងទ្រង់ដែលនាងមិនមានសេចក្តីសុខទៅទៀតបារៀនព្យាយាមនិយាយជ្រែកចូលផុងបានហើយផុងលោកមិនចាំបាច់ធ្វើបែបនេះដើម្បីខ្ញុំនោះទេតែផុងមិនព្រមឈប់លោកជំទាវដឹងទេថាលោកជំទាវគួរតែទទួលបានសេចក្តីសុខច្រើនជាងនេះអ្នកដែលស្រឡាញ់លោកជំទាវស្មោះពិតនឹងមិនធ្វេសប្រហែសឬងាកទៅរកស្រីផ្សេងនោះទេបាទពាក្យសម្ដីនេះចាក់ដោតបេះដូងលោកតំណាងរាស្ត្រយ៉ាងខ្លាំងគាត់ស្ងៀមស្ងាត់មួយសន្ទុះមុននឹងសើចចំអកហើយចុះឯងគិតថាឯងនឹងផ្ដល់សេចក្តីសុខឲ្យនាងបានរែងត្រឹមតែជាអ្នកបើកឡានម្នាក់មិនមានអ្វីមកធៀបជាមួយអ្វីដែលខ្ញុំបានឲ្យនាងនោះទេភូមិបោះជំហានចូលទៅជិតរួចនិយាយថាជួនកាលអ្វីដែលនាងត្រូវការអាចមិនមែនជាទ្រព្យសម្បត្តិឬកេរ្តិ៍ឈ្មោះមុននោះទេប៉ុន្តែជាមនុស្សដែលព្រមនៅក្បែរនាងនៅក្នុងថ្ងៃដែលនាងឈឺចាប់បំផុតតើលោកអាចឲ្យនាងបានដែរឬទេហាវ៉ារីនសម្លឹងមើលមុខអ្នកទាំងពីរដោយអារម្មណ៍ច្របូកច្របល់នាងដឹងថាការជ្រើសរើសនរណាម្នាក់នឹងផ្លាស់ប្ដូរជីវិតរបស់នាងជារៀងរហូតទៅនាងបោះជំហានចូលទៅរកផុងទឹកភ្នែកហុយច្រោកលោកគឺជាមនុស្សតែម្នាក់គូតដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំនៅមានតម្លៃខ្ញុំនឹងមិនគេចចុះទៅទៀតហើយលោកតំណាងរាស្ត្រសម្លឹងមើលនាងដោយភាពខឹងក្រោធជាខ្លាំងវ៉ារីននាងនឹងបោះបង់គ្រប់យ៉ាងខ្ញុំសាងឲ្យដើម្បីទៅនៅជាមួយបុរសធម្មតាម្នាក់អញ្ចឹងឬមែនហើយចាស់ខ្ញុំព្រមប្ដូរគ្រប់យ៉ាងដើម្បីឲ្យបានជីវិតដូចដែលខ្ញុំត្រូវការវ៉ារីនចាប់ដៃរបស់ផុងយ៉ាងណែននឹងចាក់ចេញពីវីឡាទៅជាមួយគ្នាទោះបីជាជីវិតនៅក្នុងថ្ងៃខាងមុខនឹងពោពេញទៅដោយឧបសគ្គយ៉ាងណាក៏ដោយតែនាងដឹងថាដរាបណាមានផុងនៅជាមួយនាងក៏អាចឆ្លងកាត់បានគ្រប់យ៉ាងទៅជាមួយគ្នាយ៉ាងពិតប្រាកដបន្ទាប់ពីលោកជំទាវវ៉ារីនសម្រេចចិត្តបោះបង់គ្រប់យ៉ាងដើម្បីមករស់នៅជាមួយផុងនៅស្រុកស្រែជនបទជីវិតរបស់នាងមិនមានភាពលយឆាយមិនមានលុយកាក់ច្រើនមិនមានកេរ្តិ៍ឈ្មោះរបស់របរប្រើប្រាស់ទំនើបដូចពីមុនទៀតហើយប៉ុន្តែអ្វីដែលនាងទទួលបានពីផុងដែលជាស្វាមីថ្មីនិងជាអ្នកធ្លាប់បើកឡានផ្ទាល់ខ្លួនរបស់នាងនោះគឺគាត់បានផ្ដល់នូវសេចក្តីសុខនិងសុភមង្គលយ៉ាងពិតប្រាកដដែលនាងមិនធ្លាប់ទទួលបានពីមុនមកឡើយនៅប្រឡប់ថ្ងៃមួយបន្ទាប់ពីញ៉ាំបាយល្ងាចជាមួយនឹងម្ហូបសាមញ្ញបែបស្រុកស្រែជនបទរួចផ្ទៃមេឃក៏ចាប់ផ្ដើមងឹតសូនអសងក៏លាន់នៅដំបូលផ្ទះខ្យល់ក៏បក់មកខ្លាំងរួមជាមួយភ្លេចបន្តខ្វាក់ភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកខ្លាំងដូចធ្លីទំនប់លើមេឃតែសំណាងដែលនៅក្នុងផ្ទះពេលនោះភ្លើងមិនបានដាច់វ៉ាដែលស្ថិតនៅក្នុងឈុតគេងសាច់ស្ដាងទន់រហូតដល់មើលឃើញនំប៉ាវនិងនំគុំរបស់នាងតិចនាងអង្គុយនៅលើគ្រែក្នុងបន្ទប់រាងកាយញ័រតិចដែលចេញពីភាពរងាផងនឹងការភ័យខ្លាចនៃសម្លេងផ្គរលាន់ផងដែលអង្គុយនៅក្បែរលោកដៃទៅអបស្មារបស់នាងមុននឹងនិយាយថាតើងាយទេនាងក៏ងក់ក្បាលតិចរងាតិចដែរតែខ្លាចសម្លេងផ្គរលាន់ខ្លាំងជាងនៅពេលដែលបានឬដូច្នោះផងក៏ទាញនាងមកកាន់តែចិត្តបន្តិចទៀតចូលមកក្នុងរង្វង់ដៃទាំងគូរបស់គាត់មិនអីទេបងនឹងអបផ្ដល់ភាពកក់ក្ដៅឲ្យដើម្បីបំបត្តិភាពភ័យខ្លាចខណៈពេលនោះក្រសែភ្នែករបស់អ្នកទាំងពីរ
ก็สำลังគ្នាដោយអារម្មណ៍ពុះកញ្ជ្រោលញាប់ញ័រវ៉ារីនក៏លើកដៃរបស់នាងមករបស់ផុងយ៉ាងណែនមុននឹងអន់មកចូលទៅថាបូមាត់របស់គាត់ធ្នមរួចនិយាយតិចថាអរគុណណាស់សម្រាប់គ្រប់យ៉ាងអរគុណដែលធ្វើឲ្យនាងមានសុភមង្គលនិងសេចក្តីសុខរាល់ថ្ងៃចំណែកផុងវិញក៏លូកដែមខាងទៅក្បាលរបស់នាងហើយថាបជញ្ជក់បូមាត់ដ៏ស្ដាងក្រហមរបស់នាងមុននឹងឆ្លើយតបថាបងក៏អរគុណអូនដែរដែលសុខចិត្តលះបង់ឋានៈជាជំទាវមករស់នៅជាមួយបងសំឡេងទឹកភ្លៀងនៅតែបន្តធ្លាក់សំឡេងផ្គរលាន់ក៏នៅក្រហមពេញផ្ទៃមេឃប៉ុន្តែវ៉ារីនបាត់បង់ពីភាពភ័យខ្លាចនៃសំឡេងផ្គរលាន់អស់ទៅហើយភាពត្រជាក់រងាក៏បាត់បង់ទៅជាមួយគ្នាផងដែរនៅក្នុងបន្ទប់ក្រោមពន្លឺភ្លើងយ៉ាងចែងចាំងទាំងបង្ហាញឲ្យឃើញច្បាស់នៃរាងកាយអ្នកទាំងពីរដែលកំពុងអបថាបគ្នាយ៉ាងក្តៅររានិងស្រាវស្រាប់ជាទីបំផុតមិនមានការនិយាយឆ្លើយឆ្លងគ្នាទៅទៀតហើយមានតែសំឡេងដកដង្ហើមស៊ឺតសក់ដង្ហឺតដង្ហក់ដែលលើកាន់តែខ្លាំងឡើងខណៈដែលដែមខាងទៀតរបស់ផុងកំពុងធ្វើចលនាគ្រប់គន្លុកគន្លាតមុននឹងរោបស្ដាងក៏ចាប់ផ្ដើមរំកិលធ្លាក់ចុះម្ដងបន្តិចចេញពីរាងកាយតស្រឡូនរបស់នាងរហូតធ្លាក់ទៅដល់លើផ្ទៃក្តារបន្ទាប់ពីរោបស្ដាងធ្លាក់ចេញពីដងខ្លួនទៅជំទាវប្រពន្ធក៏យកដៃច្រានទ្រូងស្វាមីតាកុងឡានធ្នំឲ្យដេកទៅលើខ្នើយនៅក្បាលគ្រែរួចនាងក៏ចាប់ផ្ដើមសកម្មភាពយកខ្លួនទៅមកក្រឡែងចុះឡើងព្រមជាមួយការក្តាប់មាត់យ៉ាងណែនរបស់នាងដែលពោពេញទៅដោយអារម្មណ៍រំជើបរំជួលនិងមានសេចក្តីសុខជាទីបំផុតបន្ទាប់ពីបណ្ដោយឲ្យនាងធ្វើសកម្មភាពតែម្នាក់ឯងអស់រយៈពេលជិត15នាទីផុងក៏ចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឯងវិញម្ដងដោយគាត់ក្រោកឡើងអង្គុយបើកភ្នែកធំសម្លឹងមើលនំគុំដ៏សែនធំសម្បើមរបស់វ៉ារីនមុននឹងគាត់នាំនាងលេងយោទងនៅលើគ្រែយោចុះយោឡើងយ៉ាងខ្លាំងដោយភាពតក់ក្រហល់ជាទីបំផុតកន្លងទៅ15នាទីទៀតទាំងពីរនាក់ក៏លែងយោទោសទៅដល់គោលដៅព្រមគ្នាយ៉ាងស្កប់ស្កល់ជាទីបំផុត